លើកលែងទោសកឹមសុខាគឺកម្ពុជាបានមុនមួយជំហានចក្រភពអង់គ្លេសនិងបារាំងដូចជាមិនទាន់បានដោះលែងអតីតប្រធានាធិបតីបារាំងដែលទទួលលុយពីក្រុមអារ៉ាប់យកមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេសំណួរដែលខ្ញុំឆ្ងល់ទៅស្ថានទូតអង់គ្លេសបើនិយាយរឿងសេរីភាពចម្ងល់ដែលខ្ញុំឆ្ងល់ហើយសួរទៅស្ថានទូតអង់គ្លេសតើពេលណាអង់គ្លេសឬក៏បារ៉េតធីនេះដោះលែងបងប្អូន2នាក់ Christopher អាហ្នឹងបើចង់និយាយរឿងសិទ្ធិសេរីភាព To introduce you to Christopher Cash and Christopher Berry and their alleged espionage. 31-year-old Cash here on the left was a parliamentary researcher for senior Conservative MPs, and 33-year-old teacher Berry were both charged under the Official Secrets Act in 2024. One of them a teacher, the other with a key role in British politics. But ហើយជនច័ន្ទបុតនិងមួងណារ៉េតគ្មានសិទ្ធិប្រើពាក្យសារព័ត៌មានទេពួកក្រុមពួកឯងថែមថយបោកប្រាស់ឲ្យប្រជាជនយល់ច្រឡំជានិច្ចអាស្លុយថ្លែងការណ៍មួយដោយថ្កោលទោសខាងចក្រភពអង់គ្លេសតាមពិតឬក៏សហគមន៍អឺរ៉ុបហ្នឹងឲ្យពេញលេញអីចឹងទៅអាមាត់ស្លុយអនាគតក្បាលតងោលវាអត់ចង់តងោលដោយសារវាមិនទទួលយកការពិតបារាំងអត់មានបាននិយាយនិងសរសេរថាឲ្យកម្ពុជាគោរពសិទ្ធិពេញលេញទេព្រោះកម្ពុជាបានគោរពសិទ្ធិមនុស្សយោងលើច្បាប់រួចទៅហើយក្រុមពួកអានេះចូលចិត្តថែមថយណាស់កាលពីប្រហែលឆ្នាំមុនកាលពីម្ដុំឆ្នាំ2020ហ្នឹងស្ថានទូតបរទេសមិនដែលថ្កោលទោសកម្ពុជាទេតែវាថែមពាក្យថ្កោលទោសក្រុមពួកអាស្លុយតាក់ទងអំពីនីតិរដ្ឋរបស់កម្ពុជាខ្ញុំមិនដឹងថានីតិរដ្ឋរបស់បារាំងគឺយ៉ាងម៉េចទេប៉ុន្តែបារាំងបានគេហៅថាគោរពសេចក្តីសម្រេចចិត្តរបស់ច្បាប់ប្រទេសមួយកម្ពុជាក៏គោរពការសម្រេចចិត្តរបស់គេហៅថារដ្ឋអធិបតេយ្យភាពរបស់បារាំងដែលមិនទាន់ដោះលែងអតីតប្រធានាធិបតីដែរអាមួងរ៉េតអាស្លុយហើយកុំស្លុយថែមពាក្យពេករឿងខ្លះឯងបំបត្តិពាក្យពេកស្ថានទូតអង់គ្លេសឬក៏ចក្រភពអង់គ្លេសហ្នឹងណាកន្លែងនេះវាអត់ព្រមនិយាយទេក្នុងបរិបទនេះយើងសូមស្វាគមន៍ចំពោះការព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រក្នុងការកាត់ដាក់ពន្ធនាគារឬរូបរោគអាកន្លែងថ្លែងអំណរគុណថ្លែងអីឯងស្លុយអត់មាននិយាយណាអាស្លុយមួងណារ៉េតតាក់ទងអំពីគេហៅថាស្ថានទូតនៅក្នុងឆាកនយោបាយស្ថានទូតអង់គ្លេសនិងស្ថានទូតបារាំងអូខេអង់គ្លេសមិនទាន់បានត្រូវដោះលែងគេហៅថា Christopherបងប្អូនទាំងពីរនាក់ដែលត្រូវអង់គ្លេសចោទថាជាស្ពាយរបស់ចិនហើយបារាំងក៏មិនទាន់បានគេហៅថាម៉េចដោះលែងអតីតប្រធានាធិបតីអញ្ចឹងកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនបានដើរមួយជំហានរឿងសិទ្ធិសេរីភាពលើសបារាំងនិងអង់គ្លេសព្រោះអីបារាំងនិងអង់គ្លេសមិនទាន់ត្រូវបានដោះលែងឬក៏លើកលែងទោសឲ្យគេហៅថាមនុស្សមួយចំនួនទេដែលប្រព្រឹត្តខុសច្បាប់កម្ពុជាបានលើកលែងទោសតែក្រុមមហាអំណាចដែលអួតខ្លួនឯងអំពីសិទ្ធិសេរីភាពតើអស់លោកបានដោះលែងបុគ្គលសំខាន់ដូចជាអតីតប្រធានាធិបតីបារាំងក៏ដូចជាសមាជិកឬក៏គេហៅថាមនុស្សដែលលោកយល់ថាជាស្ពាយរបស់ចិននៅអង់គ្លេសហើយឬនៅលោកស្ថានទូតអង់គ្លេសឬក៏ British UK នេះ